គណៈជាបឋមសូមនមស្ការក្រថៃបង្គំចំពោះប្រជុំ3នៃប្រត្រៃរដ្ឋជាទីសក្ការៈសូមនមស្ការក្រថៃបង្គំចំពោះសម្ដេចព្រះបរមរតនមនីពិនសែមសរិសវណ្ណោឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនិងជាព្រះគ្រូចតុការវត្តរាជបុលនិងព្រះនាយកពុទ្ធកវិជ្ជារាជបុលជាទីសក្ការៈសូមក្រថៃបង្គំព្រះសមមង្គលសាលាចារ្យភាករោជុំកំលេងប្រមេកុនខេត្តសៀមរាបនិងព្រះនាយករងពុទ្ធកវិទ្យាល័យរាជបុលជាទីសក្ការៈសូមក្រថៃបង្គំព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមប្រធានរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមចម្រើនពរញោមញាតពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ជាទីស្រឡាញ់រាប់អានជំនួសមកឲ្យគណៈគ្រប់គ្រងសាលាពុទ្ធកវិទ្យាល័យរាជបុលសូមបិទប្រគេននិងជម្រាបជូនដំណឹងអំពីបុណ្យផ្កាប្រាក់មហាសាមគ្គីត្រត្រង់សាលាពុទ្ធកវិទ្យាល័យរាជបុលថ្ងៃអាទិត្យទី12រោចខែចេឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569នៅត្រូវនៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ខាងមុខនេះដែលជាគម្រប់លើកទី11នៃបុណ្យផ្កាប្រាក់មហាសាមគ្គីនៅសម្រាប់ការធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីនេះគឺដើម្បីប្រម៉ែប្រមូលការសម្រាប់ត្រួតត្រងសាលាហើយសូមពិតប្រកេននឹងជម្រាបជូនផងដែរចំពោះឆ្នាំសិក្សាឆ្នាំ2025-26នេះសាលាពុទ្ធកវិទ្យាល័យរាជបុលយើងមានសមណសិស្សកងសិក្សារៀនសូត្រចំនួន398អង្គអ្នកនៅក្នុងនោះយើងបែងចែកជា9ថ្នាក់ហើយចែកជា2កម្រិតមានកម្រិតបឋមភូមិពីទី7ដល់ទី9ចំនួន6ថ្នាក់ហើយនិងទី10ដល់ទី11ចំនួន3ថ្នាក់ចំពោះវេនសិក្សាវិញយើងរៀនវេនព្រឹកនិងវេនរសៀលពេលព្រឹកយើងចូលនៅម៉ោង7:00នាទីព្រឹកហើយនិងចុះនៅម៉ោង10:00នាទីព្រឹកសម្រាប់វេនរសៀលយើងចូលរៀននៅម៉ោង2:00នាទីនិងចុះនៅម៉ោង5:00នាទីល្ងាចចំពោះមុខវិជ្ជាដែលកំពុងបន្តសិក្សានៅក្នុងពុទ្ធកវិទ្យាល័យរាជបុលនេះមានចំនួន16មុខវិជ្ជាចំពោះពុទ្ធចក្រមានភាសាបាលីភាសាសំស្ក្រឹតព្រះធម៌និងសាសនាប្រៀបធៀបសម្រាប់អាណាចក្រយើងមានគណិតវិទ្យារូបវិទ្យាគីមីវិទ្យាជីវវិទ្យាផែនដីវិទ្យាភូមិវិទ្យាប្រវត្តិវិទ្យាសិលធម៌ពលរដ្ឋភាសាខ្មែរភាសាបារាំងភាសាអង់គ្លេសវិទ្យាសាស្ត្រកុំព្យូទ័រនេះគឺជាវេននិងមុខវិជ្ជាដែលសាមណសិស្សនិងសិស្សកំពុងតែបន្តការសិក្សារៀនសូត្រនៅក្នុងពុទ្ធកវិទ្យាល័យរាជបុលហេតុនេះហើយបានជាឲ្យមានការបង្កើតនៅបុណ្យផ្កាប្រាក់ឡើងដើម្បីទ្រទ្រង់ទៅលើការចំណាយផ្សេងសម្រាប់សាលាសម្រាប់ការចំណាយទៅលើសេវារដ្ឋបាលហើយនិងសេវាផ្សេងនៅក្នុងនោះយើងចំណាយទៅលើលោកគ្រូអ្នកគ្រូទៅតាមមុខវិជ្ជាណាមានម៉ោងសិក្សារដ្ឋនិងម៉ោងសិក្សាបំប៉នហើយនិងម៉ោងកុំព្យូទ័រអញ្ចឹងហើយនេះគឺជាការចំណាយទៅលើលោកគ្រូអ្នកគ្រូហើយនិងការចំណាយទី2គឺទៅលើការប្រឡងសម្រាប់ការប្រឡងយើងមានប្រឡងឆមាសលើកទី1និងលើកទី2គឺការចំណាយទៅលើរដ្ឋបាលសេវារដ្ឋបាលឯកសារផ្សេងនិងខ្ទង់ចំណាយទី3គឺចំណាយទៅលើការបង់ទឹកភ្លើងសាលាដែលយើងចំណាយនៅក្នុងមួយខែមិនក្រោមពី70 ទៅ 80 ម៉ឺនឡើយហេតុនេះហើយបានឲ្យមានបុណ្យផ្កាប្រាក់នឹងឡើងដើម្បីឲ្យញាតិញោមរួមលំចាស់គ្រប់ព្រះអង្គចូលរួមណាជាថវិកាក៏ដូចជាសម្ភារៈផ្សេងនៅក្នុងការនឹងសូមពិតប្រកេតនិងជម្រាបជូនប្រធានធរៈគ្រប់ព្រះអង្គនិងញោមញាតិទាំងអស់ចំពោះគោលបំណងនៃការដូចផ្ដើមបុណ្យផ្កាប្រាក់មហាសាមគ្គីនេះគឺយើងដើម្បីប្រម៉ែប្រមូលថវិកាទៅលើការត្រួតត្រងសាលាខ្ទង់ចំណាយទៅលើខ្ទង់ចំណាយរបស់សាលាយើងចំណាយទី1គឺទៅលើម៉ោងសិក្សាម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅក្នុងនោះយើងមានម៉ោងរដ្ឋនិងម៉ោងបំប៉នហើយនឹងមានជំនាញកុំព្យូទ័រ
ហើយនឹងខ្ទង់ចំណាយទី2គឺទៅលើការប្រឡងផ្សេងមានប្រឡងសិស្សពូកែប្រចាំខែណានិងប្រចាំឆមាសហើយនឹងការប្រឡងឆមាសលើកទី1លើកទី2ទៅលើឯកសារនិងសម្ភារៈផ្សេងហើយនឹងទង់ចំណាយទី3គឺយើងចំណាយទៅលើការប្រើប្រាស់របស់សាលាដូចជាការបង់ទឹកភ្លើងណាសម្រាប់ការខ្ទង់ចំណាយទៅលើទឹកភ្លើងមួយខែយើងមិនក្រោមពី7ទៅ80ម៉ឺនឡើយហើយនឹងការធ្វើដំណើររបស់ព្រះសង្ឃគ្រប់ព្រះអង្គដែលទៅបំពេញការងារណាដូចជាជូនសមណសិស្សទៅបរិច្ចាគឈាមអីផ្សេងហ្នឹងគឺយើងដកខ្ទង់ចំណាយពីសាលានឹងឯងសូមពិតប្រកេននឹងជម្រាបជូនណាអំពីព្រះសមាសភាពនិងសមាសភាពអ្នកផ្ដើមបន់ណាទី1គឺព្រះសាសនសត្ថាតង់តនព្រះប្រឡាត់គុណខេត្តសៀមរាបនិងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរិទ្ធទី2ឧបាសកជាកិរោតង់ទឿមគណៈកម្មការវត្តព្រះព្រហ្មរិទ្ធឧបាសិកាឈួនចាន់នីណាទី4ឧបាសិកាមួនម៉ាលីសទី5ឧបាសិកាលីវកឹមអេងទី6ឧបាសកហាក់ឡាយព្រមទាំងភរិយានិងកូនចៅទី7ឧបាសកលឹមហុងម៉េងព្រមទាំងភរិយាអាស្រ័យទៅបានពិតប្រកេននឹងជម្រាបជូនសម្រាប់ទីតាំងកម្មវិធីគឺយើងធ្វើនៅឧបដ្ឋានសាលាវត្តព្រះព្រហ្មរិទ្ធដែលស្ថិតនៅក្នុងភូមិមណ្ឌល1សង្កាត់ស្វាយដង្គមក្រុងសៀមរាបនិងខេត្តសៀមរាបអាស្រ័យហេតុនេះហើយសូមរតនានិមន្តព្រះសង្ឃគ្រប់ព្រះអង្គញាតិញោមគ្រប់រូបចូលរួមនៅក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដើម្បីទ្រទ្រង់សាលាពុទ្ធិកវិទ្យាល័យច្បូរព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទគណៈកម្មការបុណ្យទី1លោកគ្រូអគ្គនាយកហ៊ុនពិសេស017 769 449លោកគ្រូសេនសវណ្ណរតន៍012 225 339លោកម្ចាស់គ្រូអ៊ីគីម017 481 340គាត់លោកម្ចាស់កះចង់096 218 10គាត់និង41សូមអរព្រគុណនិងសូមអរគុណ